បាទសូមជម្រាបសួរបងប្អូនអ៊ុំពូមីងបាទថ្ងៃនេះថ្ងៃទី21ខែ11ឆ្នាំ2025បាទថ្ងៃនេះផងដែរខ្ញុំចុះមកធ្វើការតាមដានការបាញ់ឃុំស្រែចែឡៅគៀងនៅខាងជ្រាវបាទសង្កាត់ជ្រាវក្រុងសៀមរាបបាទថ្ងៃនេះបើគិតពីថ្ងៃដែលបាញ់ឃុំគឺយើងបាញ់នៅថ្ងៃទី11ខែ11ឆ្នាំ2025យើងឃើញថារយៈពេល10ថ្ងៃបាទហើយក្នុងរដូវកាលនេះដែរក៏យើងឃើញថាមានទ្រីបចុះមកវាយលុកជាបដាអញ្ចឹងកាលដែលឃុំយើងធ្វើការលាយជាមួយសាមរ៉ៃបាទលាយជាមួយសាមរ៉ៃតាម 25cc ទេបាទអញ្ចឹងយើងធ្វើការតាមដានទាំងអស់គ្នាតើសាមរ៉ៃនឹងលាយជាមួយស៊ីងសមុទ្រដែលជួយរឹសដើមដងរបស់ស្រូវហ្នឹងមានលក្ខណៈល្អប្រសើរបែបណាអញ្ចឹងយើងធ្វើការតាមដានទាំងអស់គ្នាសូមបញ្ជាក់ផងដែរថាស្រែរបស់គាត់បាញ់ផលិតផល SVK មួយស្រែនេះដីគាត់ 30A គាត់បាញ់3ធុងបាទហើយស្រែផិនគាត់ផ្សេងទៀតគាត់បាញ់ផលិតផលផ្សេងបាទអញ្ចឹងយើងធ្វើការតាមដានទាំងអស់គ្នាឥឡូវយើងមើលស្រែផិនគាត់សិនដែលប្រើផលិតផល SVK បាទអាប៊ុំជាមួយនឹងស៊ីងសមុទ្រជាមួយនឹងសាមរ៉ៃយើងឃើញថាចំពោះសត្វល្អិតវិញទ្រីបឃើញថាជាប់បានល្អមែនតើអត់មានរយៈពេល10ថ្ងៃហើយអត់ទាន់ឃើញមានទ្រីបមកស៊ីអញ្ចឹងយើងមើលស្លឹកវាស្អាតបាទស្អាតមែនតើហើយបើស្មៅឬកក់យើងឃើញថាជាប់បានល្អបាទហើយយើងមើលស្រូវនេះដូចដាក់ជីអញ្ចឹងហើយយើងមើលប្រព័ន្ធរឹសបាទយើងមើលរឹសតើវាមានកម្លាំងកម្រិតណាបាទឃើញល្អមែនតើរឹសចាក់វែងហើយចង់បែកគុំហើយបាទកាលគាត់ព្រោះថ្ងៃដូចជាថ្ងៃទី10ថ្ងៃទី10ថ្ងៃទី9ហ្នឹងអញ្ចឹងព្រោះបាន1ថ្ងៃឬ2ថ្ងៃយើងធ្វើការបាញ់ឃុំបាទយើងប្រើរូបមន្តអាប៊ុំបាទអាប៊ុំយើងប្រើ100បាទហើយស៊ីងសមុទ្រយើងប្រើ50ហើយសាមរ៉ៃយើងប្រើ25បាទយើងឃើញថាស្រូវស្អាតហើយរឹសយើងមើលអស់ទាស់ហ្មងអញ្ចឹងឥឡូវយើងមកមើលស្រែគាត់មួយទៀតដែលគាត់បាញ់ឃុំដែរតែគាត់ប្រើផលិតផលផ្សេងបាទជាប់គ្នានឹងឯងអញ្ចឹងយើងធ្វើការប្រៀបធៀបយើងឃើញថាស្រែដែលគាត់ប្រើផលិតផលផ្សេងហើយគាត់ឃុំយើងមិនដឹងថាគាត់ប្រើអីខ្លះតែគាត់ប្រាប់ថាឃុំដែរប៉ុន្តែអ្វីដែលយើងមើលឃើញនៅពេលនេះគឺទ្រីបបាទយើងឃើញទ្រីបស៊ីឡើងលមូហ្មងដាងអានេះយើងរដូវកាលនេះអត់សូវជាមានទ្រីបប្រមាណទេប៉ុន្តែបើសិនជាចូលដល់រដូវកាលក្រោយឬមួយក៏ប្រហែលថ្ងៃខាងមុខទៀតអាចជាទ្រីបវាយលុកខ្លាំងជាងនេះអញ្ចឹងបងប្អូនត្រូវប្រុងប្រយ័ត្នបើសិនជាបងប្អូនប្រើឃុំឬមួយមិនបានឃុំទេគាត់បាញ់ស្លាប់គាត់អាចលាយជាមួយសាមរ៉ៃបានហើយសាមរ៉ៃការពារបានល្អឥឡូវយើងឃើញតាំងពីឃុំហើយរយៈពេល10ថ្ងៃយើងឃើញថាស្រូវនៅស្អាតដដែលស្រូវនិយាយរួមវាការពារតាំងពីប្លុកស្រូវបាទតាំងពីប្លុកស្រូវមកវាហាក់បីដូចជាយើងមើលមែនតើទៅដូចវ៉ាក់សាំងអញ្ចឹងក្រោយពីដាក់សាមរ៉ៃចូលហើយខ្ញុំមិនដឹងថាទឹកថ្នាំវាបែបម៉េចក៏ប៉ុន្តែយើងមើលទៅដូចវ៉ាក់សាំងសម្រាប់ជ្រាបឲ្យការពារវាតាំងពីវាតូចរហូតដល់ធំអត់មានទ្រីបចូលអានេះបើសិនជាយើងជាក់ស្ដែងបើសិនជាឧទាហរណ៍ថាស្រូវដែលល្អគួរតែសัตว์ល្អិតវាចូលមកញោមញីបាទ
ចូលមកញោមញីគឺខ្ទេចអស់ហើយប៉ុន្តែជាក់ស្ដែងយើងមើលស្រូវរបស់គាត់ល្អមែនតើបាទប្រើសាមរ៉ៃប៉ុន្តែអ្វីដែលយើងមើលឃើញជាក់ស្ដែងគឺអត់មានសត្វល្អិតមកចិត្តហើយដុះបានល្អតាំងពីឬតាំងពីស្លឹកដូចដាក់ជីអញ្ចឹងខុសគ្នាប៉ុន្តែយើងមើលដីនៅតំបន់ជាមួយគ្នាដីខ្សាច់ហ្នឹងមិនមែនថាដីនេះល្អជាងលយជាងទេគឺលក្ខណៈដីគឺដូចគ្នាបាទដូចគ្នាទាំងអស់ប៉ុន្តែបងប្អូនមើលអ្វីដែលយើងមើលឃើញជាក់ស្ដែងគឺខុសគ្នាដាច់តែម្ដងអញ្ចឹងបងប្អូនខ្ញុំអត់មានអ្វីណែនាំទេបើសិនជាបងប្អូនមើលឃើញដូចខ្ញុំហើយជឿជាក់ថាបងប្អូនអាចប្រើរូបមន្តដែលខ្ញុំបង្ហាញនេះគឺអាប៊ុំបើសិនជាលក្ខណៈដីខ្សាច់យើងប្រើត្រឹម100អីតិចតួចទៅបានឲ្យយើងមើលទៅតាមដីជាក់ស្ដែងហើយសាមរ៉ៃដាក់25ហើយស៊ីងសមុទ្រយើងដាក់អី50ទៅគឺបានស្អាតដែរហ្នឹងហើយអ្វីទាំងអស់តលតែយើងធ្វើការប្រៀបធៀបអញ្ចឹងបានយើងឃើញថាមួយណាវាគ្រាន់បើយើងមួយណាបើសិនជាបងប្អូនជឿជាក់លើក្រុមហ៊ុន SPK បាទពេលដែលបងប្អូនត្រូវការឃុំគ្រាប់បងប្អូនរកអាប៊ុំបាទហើយរដូវកាលនេះគួរតែដាក់សាមរ៉ៃចូលបាទអញ្ចឹងខ្ញុំអត់មានអីទេមានប៉ុណ្ណឹងសូមអរគុណ